រដ្ឋធានីគៀវរបស់អ៊ុយក្រែនបានស្ថិតនៅក្រោមការវាយប្រហារដោយយន្តហោះដ្រូននិងមីស៊ីលរបស់រុស្ស៊ីកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍កន្លងទៅពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយដែលអ៊ុយក្រែននិងរុស្ស៊ីបានដោះដូរអ្នកទោសជាមួយគ្នានេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN យ៉ាងហោចណាស់មនុស្ស15នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះបើតាមការបញ្ជាក់ពីប៉ូលីសអ៊ុយក្រែននៅលើបណ្ដាញសង្គម Telegram អភិបាលក្រុង Vitaly Klitschko បាននិយាយថាការវាយប្រហារនេះបង្កឲ្យមានការឆាបឆេះនិងមានកំទេចកំទីធ្លាក់រាយប៉ាយពេញទីក្រុងអគារលំនៅឋានជាច្រើនត្រូវរងការខូចខាតការផ្ទុះនិងសំឡេងស៊ីរ៉ែនបានលាន់ឮនៅទូទាំងរដ្ឋធានីគីវខណៈភ្លើងនៃការវាយប្រហារក៏ត្រូវបានមើលឃើញពេញផ្ទៃមេឃនៅពេលយប់ដែរចំណែករដ្ឋបាលយោធាទីក្រុងគីវបានបញ្ជាក់នៅថ្ងៃសៅរ៍នេះថាចំណែកគ្រាប់ផ្លោងបានបំផ្លាញអគារផ្ទះល្វែងមួយនៅក្នុងខណ្ឌ Dniprovsky ដោយអគ្គិភ័យបានឆាបឆេះនៅជាន់ទី4នៃអគារផ្ទះល្វែងនោះនៅក្នុងការវាយប្រហារនាយប់រំលងអធ្រាត្រនេះរុស្ស៊ីបានបាញ់មីស៊ីលផ្លោងចំនួន14គ្រាប់និងប្រើយន្តហោះដ្រូនវាយប្រហារប្រមាណ250គ្រឿងផ្ដោតលើអគារដែលសំខាន់គឺរដ្ឋធានីគៀវនេះបើតាមកងទ័ពអាកាសអ៊ុយក្រែនរាយការណ៍មកកងទ័ពបន្ថែមថាប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីល6គ្រាប់និងបាញ់ទម្លាក់ដ្រូន245គ្រឿងប៉ុន្តែគ្រាប់ផ្លោងនៅតែអាចវាយប្រហារទៅលើតំបន់ញីប្រូអូដេសាខាគីវដូណេតនិងហ្សាប៉ូរីហ្siaរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិយាយថាប្រព័ន្ធការពារដែនអាកាសបានធ្វើប្រតិបត្តិការឥតឈប់ឈរដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលោកថាមួយសប្តាហ៍កន្លងផុតទៅចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ូលរុស្ស៊ីមិនទាន់បានបញ្ជូនអនុសារណៈស្ដីពីសន្តិភាពរបស់គេនៅឡើយទេប៉ុន្តែបែរជាបញ្ជូនយន្តហោះដ្រូននិងមីស៊ីលជាច្រើនគ្រាប់មកវាយប្រហារលើជនស៊ីវិលទៅវិញគួរជំរាបថាការវាយប្រហារកាត់យប់នេះកើតឡើងបន្ទាប់ពីរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ចប់ដំណាក់កាលដំបូងនៃការដោះដូរអ្នកទោសដ៏ធំបំផុតតាំងពីសង្គ្រាមចាប់ផ្ដើមការដោះដូរបានធ្វើឡើងកាលពីថ្ងៃសុក្រដោយគ្រោងបន្តនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យសប្តាហ៍មុននេះទៀតអាចនឹងមានការដោះដូរមនុស្សរហូតដល់ទៅ2000នាក់មកខាង1000នាក់កិច្ចព្រមព្រៀងដោះដូរអ្នកទោស1000នាក់មកខាងនេះគឺជាលទ្ធផលតែមួយគត់នៃកិច្ចចរចារវាងទីក្រុងគៀវនិងទីក្រុងម៉ូស្គូនៅក្នុងទីក្រុងអ៊ីស្តង់ប៊ូលប្រទេសយូគីកាលពីសប្តាហ៍មុនក្នុងកិច្ចចរចាអ៊ុយក្រែននិងសម្ព័ន្ធមិត្តបានទាមទារឲ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌប៉ុន្តែរឿងនេះមិនបានកើតឡើងនោះឡើយកាលនោះទាំងប្រធានាធិបតីអ៊ុយក្រែននិងរុស្ស៊ីក៏មិនបានចូលរួមការចរចាផងដែរ